តាអ្នកលបគិតទៅថាបើមនុស្សយើងអាចចងចាំនៅរឿងគ្រប់យ៉ាងដែលកើតឡើងចំពោះជីវិតរបស់យើងតើវានឹងអស្ចារ្យយ៉ាងណាជាការពិតណាស់បើស្ដាប់ទៅគឺវាមិនអាចទៅរួចនោះទេប៉ុន្តែមនុស្សមួយចំនួនបែរជាអាចធ្វើវាបានពិតមែនដោយនៅក្នុងកំឡុងឆ្នាំ2000អ្នកស្រាវជ្រាវនៃសាកលវិទ្យាល័យមួយនៅក្នុងរដ្ឋកាលីហ្វ័រញ៉ាបានជួបជាមួយនឹងស្ត្រីម្នាក់ដែលមានឈ្មោះថា Jill Bright ដែលនាងអាចចងចាំនូវព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងចំពោះជីវិតរបស់នាងចាប់តាំងពីនាងមានអាយុ9ឆ្នាំឧទាហរណ៍ថាបើអ្នកចង់សួរអំពីជីវិតអតីតកាលរបស់នាងនៅក្នុងកំឡុងថ្ងៃណាមួយនោះនាងនឹងអាចឆ្លើយមកវិញបានយ៉ាងច្បាស់លាស់ត្រឹមត្រូវដូចជាចាក់ឌីអញ្ចឹងហើយគ្នាយើងប្រកាសជាឆ្ងល់ថាហេតុអ្វីបានជាគាត់អាចចាំនៅរឿងអតីតកាលបានយ៉ាងល្អឥតខ្ចោះបែបនេះហើយមូលហេតុនោះគឺអ្នកវិទ្យាសាស្ត្របានសិក្សាអំពីខួរក្បាលរបស់ Jill Bright ហើយពួកគេក៏បានរកឃើញថាផ្នែកមួយនៃខួរក្បាលរបស់នាងដែលមានឈ្មោះថា Amygdala ដែលជាផ្នែកមួយនៅក្នុងការគ្រប់គ្រងអារម្មណ៍ហើយនិង Hippocampus ដែលជាផ្នែកសម្រាប់គ្រប់គ្រងការចងចាំនិងមានសកម្មភាពខ្លាំងជាងមនុស្សធម្មតាដែលនេះហើយដែលជាមូលហេតុដែលធ្វើឲ្យនាងអាចចាំនូវព្រឹត្តិការណ៍នៅក្នុងអតីតកាលបានយ៉ាងជាក់លាក់ប៉ុន្តែផ្ទុយទៅវិញជាប្រៃគាត់បានសប្បាយចិត្តជាមួយនឹងសមត្ថភាពនេះនោះទេដោយគាត់បាននិយាយថាគាត់មិនអាចបំភ្លេចនៅរឿងរ៉ាវអតីតកាលដែលអាក្រក់បានវាប្រៀបដូចជាការឡើងលើគាត់ម្ដងហើយម្ដងទៀតហើយវាប្រៀបបានដូចជាគាត់រស់នៅក្នុងអតីតកាលជារៀងរាល់ថ្ងៃ